បរោះនោះបានថាប់ថ្ពាល់ភរិយាយ៉ាងផ្អែមល្ហែមប៉ុន្តែគ្រាន់តែងាកក្រោយភ្លាមគាត់ក៏ជូតមាត់ចេញដោយក្តីខ្ពើមរអើមកម្រិតនៃភាពខ្ពើមរអើមដែលគាត់មានចំពោះភរិយាគឺដល់ថ្នាក់ត្រូវប្រើថ្នាំប្រឆាំងនឹងអាឡែស៊ីដើម្បីសម្រាលដើម្បីទទួលបានគេដំណែលពីគ្រួសារភរិយាគាត់បានខំប្រឹងធ្វើពុតជាបរោះល្អម្នាក់ប៉ុន្តែរាល់ពេលដែលមានការប៉ះពាល់ជិតស្និទ្ធជាមួយភរិយាគាត់តែងតែទៅផ្ទះជំនួយការស្រីដើម្បីស្វែងរកការលួងលោមជំនួយការស្រីមើលទៅថៅកែដែលកំពុងជិះចាប់រួចក៏ដកកញ្ចប់ម្សៅមួយចេញមកដោយអះអាងថាវាអាចដោះស្រាយរាល់បញ្ហារបស់គាត់បានតែលេបវាហើយនឹងស្លាប់ដោយធម្មជាតិក្នុងរយៈពេល24ម៉ោងហើយជាពុលប្រភេទនេះសូម្បីតែគ្រូពេទ្យក៏សរវិច័យក៏មិនអាចពិនិត្យបានដែរចាប់ផ្ដើមរំភើបចិត្តយប់នោះគាត់ក៏បានទៅផ្សារទំនើបដើម្បីទិញស្រាក្រហមមួយដបហើយបានចាក់ជាតិពុលចំនួន2មីលីក្រាមចូលទៅក្នុងនោះទាំងអស់បន្ទាប់ពីរៀបចំរួចរាល់គាត់ក៏បានបោះសារ៉ាំងចូលទៅក្នុងធុងសម្រាមនៅពេលដែលបុរសនោះត្រឡប់មកដល់ផ្ទះវិញគាត់បានឃើញថាភរិយាមិននៅផ្ទះទេនៅយប់នេះបន្ទាប់មកគាត់បានឃើញស្នាមឈាមយ៉ាងច្រើននៅលើឥដ្ឋបុរសនោះមានអារម្មណ៍ថាមានរឿងមិនល្អកើតឡើងចំបានដើររកគ្រប់បន្ទប់ទាំងអស់ប៉ុន្តែនៅតែរកប្រពន្ធមិនឃើញហើយទូរស័ព្ទរបស់ប្រពន្ធគាត់ក៏ខលមិនចូលដែរនៅពេលនោះគាត់បានឃើញកាតមួយនៅលើតុបាយនៅលើនោះមានសរសេរថាត្រូវត្រៀមប្រាក់សុទ្ធ200លានបើហ៊ានរីកាប្រាប់ប៉ូលីសចាំរើសសពប្រពន្ធទៅពេលឃើញពាក្យបែបនេះបុរសនោះបានរីកាប្រាប់ប៉ូលីសភ្លាមក្រោមការសាកសួររបស់ប៉ូលីសបុរសនោះបានប្រាប់ប៉ូលីសថាថ្មីនេះប្រពន្ធរបស់គាត់មិនមានសកម្មភាពអ្វីខុសប្លែកពីធម្មតាតែនៅពេលនោះប៉ូលីសម្នាក់ទៀតបានរកឃើញស្រាដែលមានជាតិពុលនោះពេលឃើញបែបនេះបុរសនោះក៏ប្រញាប់ពន្យល់ថានេះគឺជាអ្វីដែលគាត់ទើបតែទិញនៅថ្ងៃនេះឡើយគាត់មានបំណងចង់ចំណាយពេលរាត្រីនេះជាមួយប្រពន្ធតែ2នាក់នឹកស្មានមិនដល់ថាប្រពន្ធបែរជាត្រូវគេចាប់ចូលលីសបានមើលទឹកមុខដ៏ឈឺចាប់របស់បុរសនោះរួចក៏ប្រគល់ស្រាក្រហមនោះឲ្យគាត់វិញជាចុងក្រោយប៉ូលីសមិនបានរកឃើញតម្រុយអ្វីឡើយមុនពេលចាក់ចេញប៉ូលីសបានប្រាប់បុរសនោះឲ្យរៀបចំប្រាក់សុទ្ធ200លានឲ្យបានឆាប់តាមដែលអាចធ្វើចាប់ចម្រិតប្រកាសជានឹងតាក់ទងមកអ្នកម្ដងទៀតបន្ទាប់ពីប៉ូលីសចេញទៅបុរសនោះបានងូតទឹកក្តៅបន្ទាប់មកគាត់ក៏បានផ្កាប់ខ្លួនទៅលើគ្រែនៅពេលនេះក្នុងចិត្តរបស់គាត់សប្បាយរីករាយរកអ្វីព្រៀបមិនបានឡើយទៅយប់នេះគាត់មានគម្រោងបំពោសម្រាប់ប្រពន្ធរបស់គាត់នឹកស្មានមិនដល់ថាមិនបាច់ចាំបាច់ឲ្យគាត់ចេញដៃខ្លួនដើម្បីអបអរសាទរការបាត់ខ្លួនរបស់ប្រពន្ធបុរសនោះបានចាប់ផ្ដើមផឹកស្រានៅផ្ទះម្នាក់ឯងគាត់ធ្លាប់គិតថាឲ្យតែគាត់មិនបង់ប្រាក់លុះពួកចាប់ចម្រិតប្រកាសជានឹងសម្រាប់ប្រពន្ធរបស់គាត់ដល់ពេលនោះគេដំណែលរបស់ប្រពន្ធនឹងក្លាយជារបស់គាត់ប៉ុន្តែលុះដល់ព្រឹកព្រលឹមថ្ងៃបន្ទាប់គាត់បែរជាទទួលបានអ៊ីមែលអនាមិកមួយចែកដល់នៅអីពេលនោះប៉ូលីសក៏បានមកដល់ផ្ទះរបស់គាត់ដែរប៉ុន្តែអ្វីដែលគ្រប់គ្នានឹកស្មានមិនដល់នោះគឺអ្វីដែលនៅក្នុងនោះគឺជាក្រចកដៃដែលមានប្រឡាក់ឈាមនឹកឃើញដល់ប្រពន្ធរបស់គាត់ទើបតែធ្វើក្រចករួចកាលពីពេលថ្មីនេះនៅពេលនេះក្នុងចិត្តរបស់បុរសនោះមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលមិនអាចរៀបរាប់បានដឹងថាប្រពន្ធរបស់គាត់បានទៅធ្វើឲ្យនរណាមិនយូរប៉ុន្មានរឿងក្តីដ៏អាថ៌កំបាំងបានតាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយទូទាំងបុរសនោះបានធ្វើពុតនៅចំពោះមុខអ្នកសារព័ត៌មានក្នុងសភាពគួរឲ្យអាណិតជាពិសេសហើយបានអាងថានឹងជួយសង្គ្រោះប្រពន្ធរបស់ខ្លួនឲ្យបានប៉ុន្តែពេលត្រឡប់ចូលទៅក្នុងឡានវិញគាត់បែរជាមានចិត្តសប្បាយរីករាយទៅវិញបន្ទាប់ពីបុរសនោះចាក់ចេញប៉ូលីសបានត្រួតពិនិត្យរថយន្តរបស់គាត់យ៉ាងល្អិតល្អន់ហើយបានរកឃើញស្នាមឈាមដែលមិនទាន់ស្ងួតនៅក្នុងឃ្លោកក្រោយបន្ទាប់មកក៏បានរកឃើញតែស្បែកជើងរបស់បុរសនោះប៉ុណ្ណោះដែលបានបាត់ពីទូដាក់ស្បែកជើងហើយបន្ទាប់បុរសនោះបានជួបជាមួយជំនួយការស្រីរបស់គាត់ម្ដងទៀតពួកគេគិតថាឲ្យតែពួកអ្នកចាប់ចម្រិតសម្រាប់នាងចោលពួកគេទាំងពីរនឹងអាចនៅជាមួយគ្នាដូចបំណងបុរសនោះក៏អាចស្នងមរតកទ្រព្យសម្បត្តិរបស់ប្រពន្ធបានដែរហើយជំនួយការស្រីក៏នឹងទទួលបានទាំងកេរ្តិ៍ឈ្មោះនិងលុយកាក់យ៉ាងណាពួកគេមិនទាន់ទាំងបានសប្បាយចិត្តផងបុរសនោះក៏ត្រូវបានប៉ូលីសកោះឲ្យទៅសាកសួរប៉ូលីសបានយកមកនៅរូបថតស្បែកជើងរត់មួយសន្លឹកសួរទៅកាន់បុរសនោះអ្វីបានជាស្បែកជើងរត់ម៉ូដដូចគ្នានៅក្នុងទូស្បែកជើងរបស់អ្នកហើយប៉ូលីសនៅយប់កើតហេតុនោះបានរកឃើញស្នាមដានជើងនៃស្បែកជើងរត់នេះទំហំស្បែកជើងគឺដូចគ្នាបេះបិទទៅនឹងរបស់គាត់ពេលនោះបុរសនោះក៏មានការភ័យស្លន់ស្លោភ្លាមប្រញាប់ពន្យល់ថាខ្លួនមិនបានរត់យូរមកហើយដោយសារតែប៉ូលីសមិនមានភស្តុតាងគ្រប់គ្រាន់ប៉ូលីសមានតែដោះលែងគាត់ឲ្យទៅវិញជាលទ្ធផលនៅពេលដែលគាត់ចាក់ចេញទៅប៉ូលីសបានធំក្លិនទឹកអប់នៅលើខ្លួនរបស់បុរសនោះបន្ទាប់ពីការស៊ើបអង្កេតលើបុរសនោះជាច្រើនលើកប៉ូលីសសង្ស័យថាបុរសនោះគឺជាមនុស្សប្រុសខូចខើបំផុតរងចាំរហូតដល់គាត់ត្រឡប់ទៅផ្ទះឃើញថាស្បែកជើងរត់មួយគូនោះពិតជាបាត់មែនគាត់ស្រាប់តែមានអារម្មណ៍ថាមាននរណាម្នាក់ចង់ធ្វើបាបបង្កាច់បង្ខូចគាត់ដល់ជំនួយការតូចបានទេមកគេឲ្យបុរសនោះបើកទូរទស្សន៍ភ្លាមតាមពិតទៅអ្នកជិតខាងដែលតែងតែជែកលេងជាមួយភរិយាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបុរសរូបនេះមានចរិតរស់នៅមិនសមរម្យឃើញទស្សនវិជ្ជានេះបុរសនោះស្រឡាំងកាំងទាំងស្រុងដោយពិចារណាថាប៉ូលីសក៏កំពុងសង្ស័យលើខ្លួនឯងហើយស្រាដែលមានជាតិពុលនោះនៅតែនៅក្នុងផ្ទះរបស់គាត់ប្រឈមមុខនឹងស្ថានភាពនេះជំនួយការវ័យក្មេងបានប្រាប់បុរសក្នុងអំឡុងពេលនេះអ្នកទាំងពីរគួរតែផ្អាកការតាក់ទងគ្នាជាបន្តប្រវត្តិជ័យកំសាន្តទាំងអស់រវាងអ្នកទាំងពីរប្រឈមមុខនឹងការទម្លាយព័ត៌មានរបស់អ្នកយកព័ត៌មានមួយក្រុមធំបានមកប្រជ្រៀតគ្នានៅខាងក្រោមរឿងបន្ទាន់បំផុតបុរសនោះត្រូវកំចាត់ស្រាដែលមានជាតិពុលនេះចោលជាមុនសិនគេឃើញគាត់រត់ចូលបន្ទប់ទឹកយ៉ាងប្រញាប់ប្រញាល់គាត់បានចាក់ស្រាក្រហមទាំងអស់ចូលទៅក្នុងលូបង្ហូរទឹកចំណែកខាងប៉ូលីសវិញនៅពេលឃើញការទម្លាយព័ត៌មានរបស់អ្នកគេមានអារម្មណ៍ថាមូលហេតុនៃការប្រព្រឹត្តបានកើនឡើងមួយទៀតហើយដើម្បីគេចពីការសម្ភាសរបស់ប្រព័ន្ធផ្សព្វផ្សាយបុរសនោះបានផ្លោះចេញតាមទ្វារក្រោយដោយសារតែបុរសនោះមានការភ័យស្លន់ស្លោខ្លាំងពេកគាត់មិនបានសម្អាតស្រាក្រហមឲ្យបានស្អាតល្អនោះទេបុរសនោះបានទៅផ្ទះបងថ្លៃស្រីមុនរបស់គាត់ដើម្បីសុំជំនួយបងថ្លៃធ្លាប់ធ្វើជាប៉ូលីសពីមុនមកគាត់មានអារម្មណ៍រហ័សថាបុរសនោះកំពុងត្រូវបានគេតាមដាននៅពេលនោះបុរសនោះក៏ប្រញាប់រត់ទៅមាត់បង្អួចពិតមែនហើយមានមនុស្សគួរឲ្យសង្ស័យម្នាក់ឈរនៅជ្រុងខាងគាត់មានអារម្មណ៍ថាហាក់ដូចជាធ្លាប់ឃើញមនុស្សម្នាក់នេះនៅកន្លែងណាបុរសនោះស្រាប់តែនឹកឃើញយប់ដែលប្រពន្ធរបស់គាត់ត្រូវបានគេចាប់គាត់ធ្លាប់បានឃើញមនុស្សម្នាក់នេះនៅមាត់ទ្វារផ្ទះដែរដោយគិតថាការបាត់ខ្លួនរបស់ប្រពន្ធគាត់ប្រកាសជាពាក់ព័ន្ធនឹងមនុស្សម្នាក់បុរសនោះបានដេញតាមគាត់យ៉ាងអស់ពីសមត្ថភាពចុងក្រោយក៏ចាប់គាត់បានបុរសនោះបានសួរដេញដល់ថាហេតុអ្វីបានជាតាមដានខ្លួនតើគឺគាត់មែនទេដែលបានចាប់ចម្រិតប្រពន្ធរបស់ខ្លួនតាមពិតទៅមនុស្សម្នាក់នេះមិនមែនជាឃាតករនោះទេតែគឺជាប្អូនប្រុសរួមសាលាកាលពីសម័យមហាវិទ្យាល័យរបស់ប្អូនប្រុសរួមសាលាម្នាក់នេះតែងតែលួចស្រឡាញ់កាលពីមួយខែមុនប្រពន្ធរបស់គាត់បានជួបប្អូនប្រុសរួមសាលានេះដោយចៃដន្យនៅភោជនីយដ្ឋានបានយំរៀបរាប់ប្រាប់អំពីប្តីនិងជំនួយការស្រីតូចរឿងនេះទៅកាន់ប្អូនប្រុសរួមសាលាភាពមិនស្មោះត្រង់របស់បុរសប្អូនប្រុសរួមសាលាមិនអាចអត់អន់ឲ្យបានតតែមនុស្សប្រុសដែលអន់ដូចជារូបគេគឺមិនស័ក្តិសមនឹងសិស្សច្បងរបស់ខ្លួនតតែសោះដូច្នេះហើយទើបគេលួចការពីសិស្សច្បងជារៀងរាល់ថ្ងៃលទ្ធផលដែលគេនឹកស្មានមិនដល់នោះគឺប៉ុន្មានថ្ងៃមុនសិស្សច្បងដែលគេលួចស្រឡាញ់ស្រាប់តែត្រូវបានគេចាប់ទោះជាយ៉ាងណាមិនត្រឹមតែប៉ូលីសទេដែលសង្ស័យលើបុរសសូម្បីតែប្អូនប្រុសរួមសាលាក៏សង្ស័យលើគេដែរបន្ទាប់ពីប្អូនប្រុសនោះចាប់អ្នកនោះស្រាប់តែទទួលបានទូរស័ព្ទពីក្មួយស្រីតូចរបស់ដោយប្រាប់ថាប្រពន្ធមានរបស់ទុកឲ្យគេជាលទ្ធផលនៅពេលដែលបុរសម្នាក់នោះទើបតែត្រូវបានបងស្រីបង្កើតរបស់ខ្លួនទាំងមួយកំភ្លៀងពួកគាត់បានឃើញព័ត៌មានថាប្រពន្ធត្រូវបានគេចាប់ចម្រុំទាំងការរស់នៅមិនសមរម្យរបស់បុរសម្នាក់នោះធ្វើឲ្យម្ដាយចាស់ខឹងរហូតដល់ធ្លាក់ខ្លួនឈឺសូម្បីតែក្មេងរើបាល់ក៏ដឹងពីការងារថតកុនដែរគ្មានហេតុផលអ្វីដែលត្រូវមកធ្វើរឿងបែបនេះនៅទីនេះទេតើគេឈួតមែនទេ
របស់ដៃទាំងមូលនៅខាងក្រោយនៅតែមាននៅទីនោះផ្ទៃមុខលឿនសុទ្ធតែធ្លាប់អានឌូបែបនេះបរិះដែលធ្លាប់តែធុញទ្រាន់នឹងភរិយាបំផុតនោះទើបតែដឹងនៅពេលតាមពិតទៅភរិយាតែងតែមើលថែក្រុមគ្រួសារដោយស្ងប់ស្ងាត់រហូតមកឃើញដល់ការលះបង់ដោយមនោឧត្តមរបស់ភរិយានៅពេលនេះក្នុងចិត្តរបស់បរិះនោះស្រាប់តែលេចឡើងនៅអារម្មណ៍ខុសឆ្គងបន្តិចបន្តួចដឹងថាផ្ទះរបស់បងស្រីមិនអាចលាក់ខ្លួនបានគាត់ក៏បានត្រឡប់មកផ្ទះវិញម្ដងតែនៅពេលកំពុងរករបស់គាត់ក៏បានឃើញសៀវភៅដែលភរិយាបានរក្សាទុកយ៉ាងមានតម្លៃរហូតដល់ពេលគាត់បើកវាដោយក្តីចង់ដឹងក៏ឃើញថាខាងក្នុងនោះតែជាការកត់ត្រានៅមុខម្ហូបដែលគាត់ចូលចិត្តញ៉ាំទាំងមើលទៅលើកម្រិតដែលភរិយាយកចិត្តទុកដាក់ចំពោះរូបគាត់ក្នុងចិត្តរបស់បរិះល្ងងខ្លៅម្នាក់នេះចាប់ផ្ដើមមានភាពរំជើបរំជួលចាប់ផ្ដើមស្ដាយក្រោយចំពោះអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើចំពោះភរិយាទឹកភ្នែកនៃភាពស្ដាយក្រោយបានហូរស្រក់កាត់កន្ទុយភ្នែករបស់បរិះនោះមិនឈប់គាត់មិនដឹងថាតើនរណាឲ្យប្រកាសដែលបានចាប់ជំរិតភរិយាមានតែលោកជង្គង់នៅលើដីដោយអស់កម្លាំងដើម្បីសារភាពនៅពេលដែលបរិះនោះកំពុងមានអារម្មណ៍មុខមងចំពោះរឿងនេះប៉ូលីសបែរជាមករកគាត់យោងតាមភស្តុតាងដែលប៉ូលីសទទួលបាននិងស្នាមឈាមដែលបានរកឃើញនៅក្នុងក្លឹបឡានរបស់គាត់សញ្ញាផ្សេងបង្ហាញថាបរិះម្នាក់នេះគឺជាឃាតករទោះជាយ៉ាងណាក៏ដោយនៅពេលដែលប៉ូលីសរៀបនឹងនាំគាត់ត្រឡប់ទៅប៉ុស្តិ៍វិញស្រាប់តែមានអ្នកដឹកជញ្ជូនម្នាក់ដែលចេញពីហ្វូងមនុស្សតាមពិតវាគឺជាកញ្ចប់ដែលពួកចាប់ជំរិតផ្ញើមកឲ្យបរិះគាត់បានបើកស្រោមសម្បត្តិក៏ស្រាប់តែឃើញថាមានឌីសមួយនៅខាងក្នុងបរិះនោះបានបើកទូរទស្សន៍ក៏ស្រាប់តែឃើញខ្លួនឯងរូបភាពប្រពន្ធរបស់គាត់ត្រូវបានចាប់ជំរិតហើយនៅលើទូរទស្សន៍នៅក្បែរនោះកំពុងចាក់ផ្សាយរូបភាពដែលបរិះនោះសុំជំនួយនៅថ្ងៃនេះនៅចុងបញ្ចប់នៃវីដេអូពួកចាប់ជំរិតបានទាមទារឲ្យត្រៀមប្រាក់លុះចំនួន200លានក្នុងរយៈពេល3ម៉ោងហើយយកទៅកន្លែងដែលបានកំណត់តាមការទាមទារហើយមានតែបរិះនោះម្នាក់គត់ដែលអាចទៅបានប្រសិនបើដឹងថាមានប៉ូលីសពាក់ព័ន្ធពួកចាប់ជំរិតនឹងសម្លាប់ចំណាប់ខ្មាំងភ្លាមឃើញប្រពន្ធនៅមានជីវិតបរិះនោះបានរត់ចេញពីផ្ទះទាំងក្តីរំភើបហើយបានប្រាប់ដំណឹងល្អនេះដល់ប្រព័ន្ធផ្សព្វផ្សាយមិនយូរប៉ុន្មានក្រោមជំនួយពីប៉ូលីសនិងប្រជាជនពួកគេប្រមូលបានប្រាក់សុទ្ធ200លានក្នុងរយៈពេលតែ2ម៉ោងចំណែកឯជំនួយការស្រីនៅម្ខាងទៀតបន្ទាប់ពីបានឃើញបរិះនោះខិតខំប្រឹងប្រែងជួយសង្គ្រោះប្រពន្ធរបស់ខ្លួននាងមានការខកចិត្តយ៉ាងខ្លាំងចំពោះបរិះបន្ទាប់ពីអ្វីគ្រប់យ៉ាងបានរៀបចំរួចរាល់ប៉ូលីសបានបំពាក់ឧបករណ៍កំណត់ទីតាំងនិងកាសជាឲ្យបរិះនោះគាត់បានកាន់ប្រាក់សុទ្ធ200លានទៅកាន់ទីតាំងដែលក្រុមចោរប្លន់បានកំណត់លទ្ធផលគឺនៅពេលទៅតែម្ដងសំឡេងទីចេញពីធុងសម្រាមតាមពិតទៅក្រុមចោរចាប់ជំរិតបានបដូរទីតាំងដោះដូរទៅកាន់ទីលានវីកូនបាល់ដែលមានចម្ងាយ10គីឡូម៉ែត្រជំរឿអ្វីក្រៅពីបរិះនោះត្រូវការលុយទៅកាន់ទីតាំងបន្តបរិះនោះបានរីកាតាមដំណឹងដែលក្រុមចោរបដូរទីតាំងទៅកាន់ប៉ូលីសប៉ុន្តែលទ្ធផលគឺនៅពេលទៅតែមកដល់ទីលានគាត់ក៏បានឮសំឡេងរត់នាឡិកាម្ដងទៀតនឹកស្មានមិនដល់ថាពួកចោរប្លន់បានបដូរកន្លែងដោះដូរម្ដងទៀតដោយតម្រូវឲ្យក្នុងរយៈពេល30នាទីត្រូវយកទៅកាន់មាត់បឹងដែលនៅចម្ងាយ20គីឡូម៉ែត្រដើម្បីជួយសង្គ្រោះភរិយាបរិះនោះមានតែធ្វើតាមការរៀបចំតែប៉ុណ្ណោះអ្វីដែលនឹកស្មានមិនដល់បំផុតនោះគឺពួកចោរប្លន់មិនមានបំណងបង្ហាញខ្លួនឡើយតែបែរជាមានដ្រូនមួយគ្រឿងហោះមកពីចម្ងាយដ្រូនបានចុះចតយ៉ាងនឹងនរនៅលើដីនៅចំពោះមុខសកម្មភាពមិនគួរឲ្យជឿរបស់ពួកចោរភ្នាក់ងារប៉ូលីសទាំងអស់ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែរបរិះនោះក៏បង្ខំចិត្តបោះឧបករណ៍កំណត់ទីតាំងចូលទៅក្នុងថង់ដែរសម្លឹងមើលដ្រូនហោះចេញទៅឆ្ងាយបន្តិចម្ដងប៉ូលីសក៏ចាប់ផ្ដើមដេញតាមដ្រូននោះភ្លាមជាចុងក្រោយដ្រូនបានចុះចតនៅសួនច្បារក្បែរនោះហើយមិនយូរប៉ុន្មានបរិះចំណាស់ម្នាក់ដែលកំពុងបណ្ដាលឆ្កែបានដើរកាត់យឺតដោយដឹងថាឱកាសល្អបានមកដល់មន្ត្រីប៉ូលីសបានចេញបញ្ជាឲ្យឃាត់ខ្លួនបរិះចំណាស់នោះភ្លាមប៉ុន្តែអ្វីដែលពួកគេនឹកស្មានមិនដល់នោះគឺប្រាក់200លាននៅក្នុងនោះបែរជាខ្លាយជាក្រដាស់កាសែតទៅវិញភ្លាមនោះមន្ត្រីប៉ូលីសក៏ចាប់អារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីតាមពិតទៅនៅពេលដែលបរិះនោះកំពុងប្រញាប់ទៅកាន់ទីលានបាល់ទាត់ពួកចោរប្លន់បានតម្រូវឲ្យគាត់យកប្រាក់បោះចូលទៅក្នុងធុងសម្រាមពណ៌ក្រហមមួយបើមិនធ្វើបែបនេះទេប្រពន្ធរបស់គាត់នឹងមិនអាចជួយសង្គ្រោះបានឡើយបន្ទាប់ពីបានលើបែបនេះមន្ត្រីប៉ូលីសបានទៅពិនិត្យមើលធុងសម្រាមភ្លាមដើម្បីរកមើលប្រាក់ជាលទ្ធផលពួកគេបានរកឃើញថាប្រាក់ត្រូវបានពួកចោរយកទៅបាត់ទៅហើយនៅពេលនេះប៉ូលីសកាន់តែមានការសង្ស័យថាបរិះនោះក៏ជាបាក់ពួករបស់ពួកចោរដែរនៅពេលនេះប្រាក់លុះដែលពួកចោរចង់បានគឺទទួលបានហើយប៉ុន្តែមិនបានងឹតទៅហើយប្រពន្ធនៅតែមិនទាន់ត្រឡប់មកវិញនៅឡើយពេលដែលគ្រប់គ្នាកំពុងរងចាំស្ត្រីនោះត្រឡប់មកផ្ទះស្រាប់តែប៉ូលីសបានទទួលលិខិតរាយការណ៍អនាមិកមួយអ្នករាយការណ៍បានឃើញថានៅយប់ដែលស្ត្រីនោះត្រូវបានគេចាប់បរិះនោះបានចាក់អ្វីម្យ៉ាងចូលទៅក្នុងស្រាក្រហមនៅពេលនេះភ្នែករបស់គាត់ចាប់ផ្ដើមរចុះរឡើងមិននឹងណោហើយប៉ូលីសក៏បានចាប់ផ្ដើមការស៊ើបអង្កេតលើរូបគាត់ជាផ្លូវការមិនយូរប៉ុន្មានមន្ត្រីប៉ូលីសម្នាក់ទៀតក៏បានរកឃើញដបស្រាក្រហមនោះទោះជាយ៉ាងណាក៏ដោយសារតែបរិះនោះមិនបានរៀបចំឲ្យស្អាតបានការបន្សល់ទុកជាតម្រុយសម្រាប់រឿងក្តីនៅថ្ងៃនេះនៅចំពោះមុខការសាកសួររបស់ប៉ូលីសបរិះនោះចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចប្រសិនបើគេរកឃើញជាតិពុលនៅក្នុងស្រាក្រហមនោះបរិះម្នាក់នេះនឹងត្រូវចាប់ខ្លួនពីបទប៉ុនប៉ងសម្រាប់ភរិយាចំណែកឯជំនួយការតូចនឹងខាងឃើញទស្សនវិជ្ជាមួយក្នុងព័ត៌មានដែលធ្វើឲ្យគាត់អស់សង្ឃឹមគាត់បានឃើញផ្ទាល់ភ្នែកថាប៉ូលីសបានយកដបស្រានោះទៅជំនួយការតូចមានការភ័យស្លន់ស្លោជាខ្លាំងបារម្ភថាបរិះនោះនឹងទម្លាយរឿងដែលគាត់បានញុះញង់ឲ្យសម្រាប់ប្រពន្ធក៏ប្រញាប់ប្រញ័ររៀបចំអីវ៉ាន់រត់គេចខ្លួនភ្លាមអ្វីដែលនឹកស្មានមិនដល់នោះគឺប៉ូលីសបានដឹងពីប្រវត្តិរបស់គាត់និងជំនួយការតូចតាំងពីយូរមកយ៉ាងច្បាស់លាស់បំផុតជំនួយការតូចដែលបានស្លាប់គឺជាបុគ្គលិកខាងរបស់បរិះនោះជំនាញរបស់គាត់គឺការសិក្សាស្រាវជ្រាវអំពីក្រប FMPJ គ្នាត្រូវរកគ្នាខ្លាំងណាស់មានចំណូលចិត្តដូចគ្នាបន្តិចម្ដងជំនួយការតូចចាប់ផ្ដើមទទួលខុសត្រូវលើការគ្រប់គ្រងហាងកាហ្វេទាំងមូលនៅពេលនេះបរិះនោះនៅតែចង់ប្រកែកដោះសារមិននឹកស្មានថាប៉ូលីសបានក្តាប់ជាប់នៅកំណត់ត្រាទិញទំនិញតាមកន្លែងត្រានៃទំនិញការតូចបរិះនោះភ័យស្លន់ស្លោរហូតបាត់បង់ស្មារតីប៉ុន្តែនៅពេលនេះប៉ូលីសគ្រាន់តែសង្ស័យប៉ុណ្ណោះមិនទាន់មានភស្តុតាងរឹងមាំនៅក្នុងដៃនៅឡើយទេដូច្នេះបរិះនោះមានសុវត្ថិភាពជាបណ្ដោះអាសន្នចំណែកឯជំនួយការតូចនៅខាងទៀតទើបតែដើរចេញពីផ្ទះក៏ត្រូវបានក្រុមអ្នកសារព័ត៌មានយ៉ាងច្រើនកោះកលំព័ទ្ធជុំចិត្តហើយរូបភាពស្និទ្ធស្នាលរវាងរូបគេនិងបរិះម្នាក់ទៀតត្រូវបានចែកចាយពេញបណ្ដាញនៅពេលនេះរូបគេមានអារម្មណ៍ថាវង្វេងវង្វាន់របស់គេត្រូវតែចង់លុបគេខ្លួនឲ្យបានពេលណាដែលប៉ូលីសក៏បានមកដល់ល្មមរូបគេគឺជាជនសង្ស័យសំខាន់ក្នុងករណីចាប់ជំរិតស្ត្រីម្នាក់មិនយូរប៉ុន្មានជំនួយការតូចរូបនេះក៏ត្រូវបានប៉ូលីសប្រសិនបើដបស្រាក្រហមនោះត្រូវបានគេរកឃើញថាមានជាតិពុលនោះជំនួយការតូចរូបនេះនឹងត្រូវជាប់ពន្ធនាគារនៅពេលនេះរូបគេនឹកស្មានមិនដល់តតែខ្លួនឯងដែលពូកែខាងរៀបចំផែនការនិងកិននីគ្រប់យ៉ាងនឹងមានថ្ងៃមួយដែលត្រូវរៀបចំផែនការឲ្យខ្លួនឯងចូលទៅពេលនេះគឺជាពាក់កណ្ដាលអាធិធទៅហើយភរិយានៅតែមិនទាន់ត្រឡប់មកវិញឡើយរូបនោះបានអង្គុយមើលវីដេអូអាពាហ៍ពិពាហ៍របស់អ្នកទាំងក្នុងចិត្តរបស់គេពោពេញទៅដោយការបន្ទោសខ្លួនឯងយ៉ាងខ្លាំងនៅពេលនេះគេមានអារម្មណ៍ថាគ្មានមុខមាត់នឹងទៅជួបភរិយាគេបានសម្រេចចិត្តជ្រើសរើសយកសេចក្តីស្លាប់ដើម្បីបានដើរទៅអង្គុយលើកៅអីយឺតព្រមទាំងស្ដាប់ពាក្យសច្ចាប្រណិធានដែលគេធ្លាប់បានផ្ដល់ឲ្យភរិយានៅក្នុងវីដេអូចុងក្រោយបរិះនោះក៏ប្រមូលភាពក្លាហាន
នឹកស្មានមិនដល់ថានៅពេលដ៏សំខាន់ប៉ូលីសបានសម្រុកចូលមកក្នុងបន្ទប់ទើបជួយទម្លាក់គាត់ចុះពីលើខ្សែចំណងតាមពិតទៅប៉ូលីសមកដើម្បីប្រាប់បុរសនោះពីដំណឹងដែលរកឃើញស្ត្រីនោះនៅពេលលើថាប្រពន្ធត្រូវបានរកឃើញហើយបុរសនោះក៏ស្រក់ទឹកភ្នែកដោយការស្ដាយក្រោយប៉ុន្តែនៅវិនាទីបន្ទាប់គាត់បែរជាសាយយ៉ាងខ្លាំងមិនឈប់ប្រពន្ធត្រូវបានរកឃើញគាត់ក៏បានជំរះមន្ទិលសង្ស័យលើខ្លួនឯងបានសម្រេចប៉ូលីសបានរកឃើញនៅក្នុងព្រៃដែលនៅចម្ងាយ3គីឡូម៉ែត្ររកឃើញស្ត្រីនោះប៉ុន្តែនៅពេលនេះរាងកាយរបស់នាងខ្សោយខ្លាំងណាស់ទោះជាយ៉ាងណានៅពេលដែលស្ត្រីនោះត្រូវបានបញ្ជូនឡើងលើឡានពេទ្យបែរជាគ្មានអ្នកណាចាប់អារម្មណ៍នឹងជ្រុងមាត់របស់នាងដែលបង្ហាញនៅស្នាមញញឹមយ៉ាងពេញចិត្តហើយនៅពេលនេះប្អូនប្រុសរួមសាលាទទួលបានប្រាក់សុទ្ធ200លាននិងកាតមួយសន្លឹកនៅលើកាតនោះមានសរសេរថាសូមជួយរក្សាទុកឲ្យខ្ញុំសិនទៅរឿងទាំងអស់នេះគឺជាការរៀបចំសម្ដែងដោយខ្លួនឯងរបស់ស្ត្រីដើម្បីស្រោចស្រង់ប្តីដែលប្រែចិត្តនិងស្ទាក់ស្ទើរក្នុងការប្រថុយប្រថានខ្លួនឯងបង្កើតកន្លែងកើតហេតុដែលប្តីគឺជាឃាតករប៉ុន្តែនៅចំពោះមុខការសាកសួររបស់ប៉ូលីសស្ត្រីរូបនោះបានបញ្យល់ថារបស់នាងត្រូវបានគ្រប់ចិត្តនៅពេលនាងត្រូវបានគេចាប់មិនដឹងតតែសោះថាជនល្មើសសម